បាទជំរាបសួរលោកគ្រូអទេសថ្ងៃនេះខ្ញុំមកសង្ខេបមេរៀនសប្តាហ៍ទី5ការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់សេចក្តីផ្ដើមនៅក្នុងការវិតម្លៃវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវិតម្លៃជាដំណាក់បែបណាដែលអ្នកកំពុងប្រើប្រាស់និងរបៀបប្រើប្រាស់វាមានប្រសិទ្ធភាពឬនៅពេលដែលវាតម្លៃតាមដំណាក់កាលទោះបីជាមានលក្ខណៈបែបណាក៏ដោយក៏វាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវនិងមានភស្តុតាងច្បាស់លាស់ដ៏ល្អដែលវាមានអត្ថប្រយោជន៍វិជ្ជមានលើការសិក្សានិងការលើកទឹកចិត្តរបស់សិស្សបន្ទាប់ពីបានពិចារណាដោយសង្ខេបអំពីប្រភេទផ្សេងៗនៃការវិតម្លៃជាដំណាក់រួចមកយើងគួរតែស្វែងយល់ឲ្យបានស៊ីជម្រៅលើប្រភេទដែលប្រសិទ្ធភាពបំផុតប្រភេទដែលមានប្រសិទ្ធភាពបំផុតគឺជាអ្វីដែលការវិតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀនការវិតម្លៃមិនមែនតែការសម្រេចចុងក្រោយនោះទេយើងត្រូវមានការវិតម្លៃជារៀងរាល់ថ្ងៃដើម្បីដឹងថាសិស្សយល់ដឹងពីអ្វីខ្លះកំពុងមានបញ្ហាអ្វីខ្លះត្រូវសម្រួលសកម្មភាពបង្រៀនអ្វីខ្លះដើម្បីឲ្យយើងធ្វើការវិតម្លៃក្នុងថ្នាក់ដើម្បីឲ្យទទួលបានលទ្ធផលល្អEmbedded Formative Assessment មានន័យថាគឺជាការវិតម្លៃក្នុងអំឡុងពេលបង្រៀនដើម្បីស្វែងរកភស្តុតាងអំពីការរៀនរបស់សិស្សដូចជាការបញ្ចេញមតិត្រឡប់ជាបន្ទាន់ការកែលម្អការបង្រៀនភ្លាមហើយការធ្វើបែបនេះមានគោលបំណងសំខាន់ដូចជា1ដឹងថាសិស្សមានកម្រិតចំណេះដឹងដល់កម្រិតណាកែសម្រួលការបង្រៀនឲ្យបានសមស្របទៅនឹងការទទួលយករបស់សិស្សបង្កើតការចូលរួមសកម្មភាពរវាងសិស្សនិងគ្រូជាដើមផ្ដល់មតិត្រឡប់ឲ្យសិស្សស្វែងយល់ពីកំហុសនិងធ្វើវិធីកែលម្អដើម្បីឲ្យមានភាពងាយស្រួលក្នុងការបង្កើនការសិក្សាឲ្យកាន់តែមានប្រសិទ្ធភាពFormative assessment គឺជាការស្ទង់យកភស្តុតាងដូចFormative assessment គឺមាន3ការស្ទង់យកភស្តុតាងការផ្ដល់មតិត្រឡប់និងការកែសម្រួលការបង្រៀនតាមលទ្ធផលចំណុចទី1ការស្ទង់យកភស្តុតាងការសញ្ញាណដែលនិយាយពីសិស្សដូចជាកាយវិការទឹកមុខការសួរសំណួរសិស្សហើយនឹងការបញ្ចេញមតិការងារលំហាត់មិនផ្លូវការដូចជាការធ្វើ information task ដែលយើងនិយាយថាយើងថាមានន័យថាកម្រិតបំពេញងាយចំណែកឯមតិត្រឡប់មិនមែនត្រឹមតែ team meaning ទេគឺយើងត្រូវឲ្យពួកគាត់បញ្ចេញមតិត្រឡប់មកវិញថាការបង្រៀននិងការរៀនរបស់ពួកគាត់បានជួបផលលំបាកអ្វីខ្លះដើម្បីឲ្យយើងកែសម្រួលឲ្យបានត្រឹមត្រូវចំណែកឯផ្ដល់ជាលក្ខណៈបុគ្គលមានថា individual feedback មានន័យថាឲ្យពួកគាត់ផ្ដល់មតិត្រឡប់មកជាលក្ខណៈបុគ្គលមួយយើងអាចធ្វើជាសាធារណៈមួយទៀតយើងអាចធ្វើជា survey ដើម្បីឲ្យគាត់នឹងផ្ដល់មតិនឹងជាលក្ខណៈបុគ្គលដើម្បីកុំឲ្យមានការអៀនខ្មាសឬក៏បុគ្គលផ្សេងមានការដឹងពីការនិយាយស្ដីរបស់គាត់ឬក៏ការបញ្ចេញមតិរបស់គាត់មួយទៀតគឺមិនត្រឹមតែប្រាប់ពីកន្លែងខុសត្រូវទេគឺយើងត្រូវកែលម្អលើរបៀបរៀបរយនិងការសិក្សារបស់គាត់មានន័យថាយើងដឹងថាកន្លែងនឹងគាត់ខុសហើយយើងត្រូវតែកែឲ្យគាត់រស់នៅឬក៏ធ្វើអ្វីមួយឲ្យមានរបៀបរៀបរយដើម្បីកុំឲ្យថ្ងៃក្រោយគាត់នៅតែបន្តកំហុសដដែលចឹងទៀតហើយចំណុចទី3គឺកែសម្រួលការបង្រៀនតាមលទ្ធផលមានន័យថាយើងបង្ហាញឧទាហរណ៍តាមថ្នាក់លម្អិតឧទាហរណ៍ថាការបង្រៀនបូកលេខយើងបង្រៀននៅថ្នាក់តូចបូកលេខរបៀបម៉េចបូកដើម្បីបូកលេខគឺយើងត្រូវតម្រៀបលេខតាមខ្ទង់
ហើយយើងត្រូវធ្វើប្រមាណវិធីបូកពីលើចុះក្រោមពីឆ្វេងទៅស្ដាំហើយមួយទៀតយើងត្រូវដាក់កិច្ចការបន្ថែមប្រើគំរូ modeling ប្រើជាគំរូដើម្បីកែលម្អលទ្ធផលរបស់គាត់ហើយមួយទៀតការផ្លាស់ប្ដូរកិច្ចការតាមសមត្ថភាពមានន័យថាសិស្សក្នុងថ្នាក់យើងមិនអាចថាចេះទាំងអស់គ្នាហើយក៏មិនអាចថាមិនចេះទាំងអស់គ្នាមានសិស្សខ្លះខ្លាំងហើយក៏មានសិស្សខ្លះខ្សោយអញ្ចឹងយើងគួរតែបែងចែកថាសិស្សមួយណាដែលយើងដាក់កិច្ចការបែបធ្ងន់ឲ្យពួកគាត់ចេះហើយសិស្សមួយណាដែលយើងដាក់កិច្ចការបែបកណ្ដាលមានន័យថាគាត់មិនសូវជាចេះតែក៏គាត់មិនមែនអត់ចេះដែរហើយសិស្សមួយប្រភេទទៀតគឺសិស្សខ្សោយអញ្ចឹងយើងគួរតែដាក់លំហាត់ងាយឬក៏ការប្រើកិច្ចការផ្ទះដែលស្រាលដើម្បីឲ្យគាត់បង្កើនការហ្វឹកហាត់ក្នុងការរៀនឲ្យគាត់ចេះធ្វើកិច្ចការផ្ទះចំណុចធំមួយទៀតគឺការសង្កេតយើងមានសញ្ញាណ2គឺសញ្ញាណមិនងាយនិយាយនិងមួយទៀតគឺ physical expression សញ្ញាណមិនងាយនិយាយមានន័យថាគាត់មិនខ្វល់នឹងការរៀនសូត្រមិនខ្វល់ពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូហើយទឹកមកគាត់បែបពង្រើយហើយគាត់មិនសូវខ្វល់មួយទៀតគាត់អាចនឹងភ័យដោយសារតែលោកគ្រូអ្នកគ្រូកាចពេក strict ពេកក៏គាត់ភ័យមួយទៀតគឺខឹងក៏គាត់មិននិយាយស្ដីជាមួយយើងដែរមួយទៀតគឺរំភើបមិនបានថារំភើបទៅជាសញ្ញាមិននិយាយដូចជាយើងរំភើបអីមួយដល់ថ្នាក់កាំងភាំងមួយទៀតគឺកាយវិការរបស់គាត់មានកាយវិការបែបមិនយ៉ាងស្លក់ឬក៏មិនសូវស្ដាប់គ្រូរៀងផ្លឹកអីអញ្ចឹងអាហ្នឹងគឺជាកាយវិការរបស់គាត់ដែរជួយឲ្យគ្រូនឹងស្គាល់ថាសិស្សហ្នឹងជាសិស្សបែបម៉េចយើងមើលតាមកាយវិការរបស់គាត់ហើយមួយទៀតគឺ physical expression ហ្នឹងដូចជាការស្អប់ការមូលមាត់ការភ្ញាក់ការព្រួយវាជាទិន្នន័យសំខាន់សម្រាប់ឲ្យយើងដឹងភ្លាមហ្មងហ្នឹងគឺវាងាយស្រួលកំណត់ជាងសញ្ញាណមិននិយាយពួកនេះគឺបែបសកម្មភាពរស់ហើយការបង្កើតសំណួរផ្ទាល់មាត់មានដូចជា questioning ហ្នឹងដូចជាត្រូវសួរច្បាស់និងងាយយល់ដើម្បីបង្កើតឲ្យគាត់ងាយស្រួលជាងមុនមួយទៀតបង្កើនការចូលរួមឲ្យគាត់នឹងការចូលរួមជាក្រុមឲ្យបានច្រើនងាយស្រួលក្នុងការជជែកវិញ្ញាណភាសាអញ្ចឹងណាមួយទៀតគឺការប្រើប្រាស់សំណួរបាតចាស់សំណួរបាតចាស់ឬបាតឬចាស់នឹងទេអាហ្នឹងភាគច្រើនយើងប្រើសម្រាប់ក្មេងដែលរៀនថ្នាក់ទី1ដូចជាសំណួរបាតចឹងបាតចាស់យើងធ្វើដៃបាតចាស់យើងងក់ដៃតែបើសិនជាសំណួរនឹងមិនត្រូវទេគាត់ធ្វើជាសញ្ញាទេអាហ្នឹងជាគ្រូថ្នាក់ទី1ភាគច្រើនគាត់ប្រើនឹងគឺជាល្បែងបាតចាស់ឬចាស់នឹងទេមួយទៀតជួយផ្ដល់ឲ្យគាត់មានការគិតបៀបម៉េចឧទាហរណ៍គាត់ធ្វើល្បែងបាតចាស់នឹងប៉ុន្តែឲ្យមានការគិតគឺលោកគ្រូអ្នកគ្រូគាត់ទៅឲ្យគាត់បិទភ្នែកហើយឲ្យគាត់ស្ដាប់នៅសូរដែលលោកគ្រូអ្នកគ្រូនិយាយឧទាហរណ៍ថាលោកគ្រូនិយាយមានសូរអីចឹងឲ្យត្រូវហើយយើងនិយាយឲ្យបានត្រឹមត្រូវបន្ទាប់មកគាត់នឹងធ្វើដៃបាតឬចាស់ហ្នឹងហើយមួយទៀតគឺការសួរលើសមត្ថភាពនិងចំណេះដឹងមានន័យថាលោកគ្រូអ្នកគ្រូសួរទៅលើសមត្ថភាពរបស់គាត់តើគាត់មានចំណេះដឹងដែលគាត់រៀនចេះហ្នឹងបានប៉ុណ្ណាខ្លាំងប៉ុណ្ណាអញ្ចឹងណាហើយមួយទៀតឲ្យសិស្សពន្យល់ពីអ្វីដែលគេបានយល់ហើយឆ្លើយសំណួរមកលោកគ្រូធ្វើការដាក់សំណួរនៅពេលដែលគាត់និយាយហើយអញ្ចឹងអាហ្នឹងវាជារឿងសំខាន់នៅការចំណុចសំណួរផ្ទាល់មាត់ចំណែកឯមួយទៀតគឺការផ្ដល់មតិត្រឡប់ក៏វាមាន2ប្រភេទធំដែរគឺប្រភេទពិនិត្យឲ្យត្រឹមត្រូវនិងមួយទៀតលក្ខណៈ feedback ល្អមួយពិនិត្យឲ្យត្រឹមត្រូវដូចជាមានការប្រាប់ថាតើចម្លើយនឹងត្រឹមត្រូវឬទេដូចជាការប្រាប់បាតចាស់បើសិនជាត្រឹមត្រូវគឺយើងប្រាប់ភ្លាមថាត្រឹមត្រូវឲ្យកូនសិស្សដឹងច្បាស់ថាខុសឬក៏ត្រូវមក
ហើយមួយទៀតគឺការផ្ដល់យោបល់ល្អៗយើងគួរតែប្រាប់គាត់ឲ្យទាន់ពេលវេលាឲ្យច្បាស់ហើយអនុវត្តនឹងគឺឲ្យបានញឹកញាប់លើសមត្ថភាពគោលរបស់គាត់នឹងដើម្បីគាត់នឹងយល់ច្បាស់ជាងនឹងអញ្ចឹងណាចំណុចមួយទៀតគឺ summative assessment ហ្នឹងយើងគួរតែប្រើដូចជាប្រើសម្រាប់កម្រិតពិនិត្យនិងការសម្រាប់ត្រួតពិនិត្យលើកិច្ចការបង្រៀនណាមួយអញ្ចឹងណាសម្រាប់ការបង្រៀនណាមួយអញ្ចឹងលោកគ្រូអ្នកគ្រូគួរតែប្រើដូចជាការដាក់កិច្ចការផ្ទះការដាក់កិច្ចការក្នុងថ្នាក់សំណួរជាក្រុមឬក៏ដាក់ជាសំណួរតូចៗបែងចែកជាក្រុមតូចៗដើម្បីតេស្តឬក៏វាតម្លៃគាត់ដើម្បីឲ្យដឹងពីចំណុចខ្សោយក្នុងក្រុមឬក៏បុគ្គលហើយដើម្បីផ្លាស់ប្ដូរការបង្រៀនជុំវិញភាពខុសគ្នារវាងសិស្សខ្សោយនិងសិស្សខ្លាំងផងនឹងដើម្បីឲ្យគាត់ពិភាក្សាហើយយល់នៃសំណួររបស់លោកគ្រូហើយចំណុចចុងក្រោយគឺសរុបមកគឺ embedded formative assessment ហើយនិង summative assessment ហ្នឹងគឺជាឧបករណ៍ខ្លាំងក្នុងការធ្វើឲ្យការរៀនការឡើងវាមិនមែនជារឿងបន្ទុកទេតែវាជាការវិតម្លៃតាមវិធីសាស្ត្រប្រកបដោយភស្តុតាងមានន័យថាយើងធ្វើវិធីសាស្ត្រវិតម្លៃហ្នឹងដោយមានភស្តុតាងដើម្បីកែលម្អការចូលរួមនឹងលទ្ធផលសិក្សារបស់លោកគ្រូអ្នកគ្រូនិងកូនសិស្សទាំងអស់គ្នាបាទជាចុងក្រោយខ្ញុំសូមអរគុណសូមគោរពលា